ពួកអ្នកមានបានសើចមកអាយសុភ័ក្រជាមួយនឹងបន្លែព្រៃរបស់គាត់ តើឯងគិតថានឹងឈ្នះដោយប្រើបន្លែព្រៃនេះមែនទេ រឿងចុងភៅក្រីក្រនៅក្នុងភូមិមួយមានបុរសម្នាក់ឈ្មោះសុភ័ក្រគាត់រស់នៅក្នុងភូមិមួយនេះដោយការលក់បន្លែបន្តិចបន្តួចសម្រាប់ចិញ្ចឹមជីវិត ថ្ងៃនេះផ្សារស្ងាត់ណាស់ ថ្ងៃមួយគាត់បានឃើញនារីដ៏ស្រស់ស្អាតម្នាក់នាងមានឈ្មោះថាបុប្ផា នាងស្អាតដូចទេពអប្សរ បុប្ផាជាកូនស្រីរបស់មេចុងភៅដ៏ល្បីល្បាញម្នាក់ឪពុករបស់បុប្ផាជាមេចុងភៅរបស់ព្រះមហាក្សត្រ គ្រឿងទេសទាំងនេះត្រូវតែប្រើដោយប្រយ័ត្ន ហើយផ្ទះរបស់ពួកគេតែងតែពោរពេញទៅដោយគ្រឿងទេសកម្រសុភ័ក្រមិនមានប្រាក់សម្រាប់ទិញគ្រឿងទេសថ្លៃទេប៉ុន្តែគាត់ស្គាល់បន្លែនៅក្នុងព្រៃច្បាស់ណាស់ មើមខ្ញីព្រៃនេះនឹងធ្វើឲ្យម្ហូបមានរសជាតិឆ្ងាញ់ជាមិនខាន គាត់បានប្រមូលស្លឹកឈើនៅផ្លែឈើព្រៃដែលអ្នកដតីមើលរំលង ស្លឹកទាំងនេះពិតជាមានក្លិនក្រអូបខ្លាំងណាស់ សុភ័ក្រចាប់ផ្ដើមរៀនចម្អិនម្ហូបមើលផ្ទះទួយរបស់គាត់ចង់បង្កើតរសជាតិថ្មីមួយរៀងរាល់យប់គាត់តែងតែលួចមកក្បែរផ្ទះរបស់មេចុងភៅដើម្បីលួចមើលបុប្ផាតាមបង្អួចយប់មួយគាត់បានសម្រេចចិត្តទុកកញ្ចប់ទួយមួយដែលមានម្ហូបរសជាតិប្លែកនៅទីនោះ សង្ឃឹមថានាងនឹងចូលចិត្តវា នៅព្រឹកឡើងបុប្ផាមើលបង្អួចមកក៏បានឃើញកញ្ចប់នោះនៅក្បែរបង្អួច តើវាជាអ្វីទៅ ហើយនាងមានការភ្ញាក់ផ្អើលជាខ្លាំងដើម្បីបង្ហាញពីការអរគុណនាងបានចងខ្សែបួរមួយនៅតាមបង្អួច នេះជាសញ្ញានៃការអរគុណ សុភ័ក្រសប្បាយចិត្តណាស់គាត់ដឹងថានាងបានទទួលនិងពេញចិត្តនឹងកញ្ចប់នោះ នាងបានទទួលវាហើយ ប៉ុន្មានថ្ងៃក្រោយមកឪពុករបស់បុប្ផាមានការប្រកាសពីការប្រកួតចម្អិនម្ហូបដ៏ធំមួយដើម្បីជ្រើសរើសស្វាមីសម្រាប់បុប្ផា ស្ដាប់អ្នកទាំងអស់គ្នាតើមានអ្នកណាខ្លះចង់ខ្លាយជាកូនប្រសាររបស់មេចុងភៅទេ ពួកអ្នកមានបាននាំគ្នាទៅប្រកួតប្រងព្រាតពួកគេមានគ្រឿងទេសថ្លៃជាច្រើន គ្រឿងទេសទាំងនេះពិតជាកម្រណាស់ បុប្ផាគឺអ្នកមានហើយមិនសប្បាយចិត្តទាល់តែសោះនាងមិនចង់រៀបការជាមួយអ្នកមានដែលមិនដែលយល់ពីចិត្តនាងទេ តើខ្ញុំអាចរក្សាសេចក្តីសុខរបស់ខ្ញុំដោយរបៀបណា ចំណែកឯសុភ័ក្រវិញទោះបីជាគ្មានអ្វីសោះតែគាត់មិនព្រមចុះចាញ់នោះទេ ខ្ញីព្រៃនេះនឹងជាអាវុធរបស់ខ្ញុំ គាត់សម្រេចថានឹងចិត្តចូលរួមការប្រកួតនេះនៅពេលការប្រកួតបានចាប់ផ្ដើមសុភ័ក្រឈរនៅក្បែរពួកអ្នកមានដែលមានគ្រឿងទេសថ្លៃ កម្លែងនេះពិតជាធំសម្បើមណាស់ ពួកអ្នកមានបានសើចចំមកអាយសុភ័ក្រជាមួយនឹងបន្លែព្រៃរបស់គាត់ តើឯងគិតថានឹងឈ្នះដោយប្រើបន្លែព្រៃនេះមែនទេ សុភ័ក្រមិនខ្វល់នឹងការសើចចំអកឡើយគាត់ផ្ដោតអារម្មណ៍តែលើការចម្អិនម្ហូបរបស់គាត់ប៉ុណ្ណោះ វាត្រូវការតែពេលវេលានិងក្តីស្រឡាញ់ប៉ុណ្ណោះ ភ្លាមនោះក្លិនឈ្ងុយយ៉ាងអស្ចារ្យបានភាយពេញផ្ទះបាយ តើក្លិននេះចេញពីណា សុភ័ក្រកំពុងធ្វើនំបញ្ចុកជាមុខម្ហូបដ៏សាមញ្ញបំផុតនៅក្នុងប្រទេសកម្ពុជា នេះគឺជាម្ហូបរបស់ជនជាតិខ្មែរយើង គាត់បានយកចាននំបញ្ចុករបស់គាត់ទៅជូនមេចុងភៅ នេះជាម្ហូបរបស់ខ្ញុំលោកមេចុងភៅ មេចុងភៅបានភ្លក់រសជាតិនំបញ្ចុករបស់សុភ័ក្រ រសជាតិនេះគឺ រសជាតិនេះបានរំលឹកគាត់អំពីអតីតកាលរបស់គាត់កាលដែលគាត់នៅជាអ្នកក្រមេចុងភៅមានការរំភើបយ៉ាងខ្លាំងគាត់មិននឹកស្មានថានឹងបានភ្លក់រសជាតិនេះម្ដងទៀតសោះ នេះជាលក្ខណៈពិសេសនៃរសជាតិដ៏សាមញ្ញ លោកតាដែលជាអ្នកប្រាជ្ញនៅក្នុងភូមិនោះបានបោះជំហានទៅមុខដើម្បីប្រកាសលទ្ធផល យើងបានឃើញលទ្ធផលហើយ លោកតាបានសម្រេចចិត្តយ៉ាងត្រឹមត្រូវ សេចក្តីស្រឡាញ់គឺជាគ្រឿងទេសដ៏ល្អបំផុតហើយអ្នកកំឡោះនេះបានបង្ហាញពីសេចក្តីស្រឡាញ់របស់គាត់តាមរយៈមុខម្ហូបដ៏សាមញ្ញនេះ មេចុងភៅបានយល់ស្របនឹងការសម្រេចចិត្តរបស់លោកតា ឯងបានបង្ហាញខ្ញុំថាសេចក្តីស្រឡាញ់ពិតប្រាកដគឺមិនអាចទិញដោយលុយកាក់ឬមាសប្រាក់បានឡើយ បុប្ផាពិតជាសប្បាយចិត្តណាស់នាងបានដឹងថាអ្នកដែលឈ្នះគឺសុភ័ក្រដែលជាបុរសដែលនាងស្រឡាញ់ ទីបំផុតយើងអាចនៅជាមួយគ្នាបានហើយ អ្នកភូមិបានអបអរសាទរចំពោះស្នេហារបស់ពួកគេ អរគុណអ្នកទាំងអស់គ្នា តាំងពីពេលនោះមកសុភ័ក្រនិងបុប្ផារស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល